សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំមកធ្វើស្ងោរជ្រក់សាច់គោបែបងាយៗលឿនៗត្រឹមតែ10ទៅ15នាទីអីហ្នឹងគឺបានញ៉ាំហើយសម្រាប់ស្ងោរជ្រក់សាច់គោមួយមុខនេះដែរគឺបើកម្លាំងមែនតែនហើយគ្រឿងផ្សំហ្នឹងក៏មិនមានអីច្រើនដែរគឺមានសាច់គោហើយសាច់គោហ្នឹងដែរគឺខ្ញុំយកសាច់ដែលផុយបានឆ្ងាញ់គ្រឿងផ្សំបន្តមកទៀតនោះគឺមានគល់ស្លឹកគ្រៃជីស្លឹកក្រូចរំដេងខ្ទឹមសដែលជាគ្រឿងកាត់ឆ្អាបធ្វើឲ្យទឹកស្ងោររបស់យើងហ្នឹងគឺមានក្លិនឈ្ងុយនិងមានខ្ទឹមបារាំងខ្ទឹមក្រហមក្រូចឆ្មានិងម្ទេសផងដែរហើយសម្រាប់គ្រឿងទេសវិញគឺខ្ញុំប្រើមួយមុខបន្តិចបងប្អូនព្រោះថាទឹកស្ងោរខ្ញុំអត់យករសជាតិរៀងដិតពេកទេគឺមានទឹកត្រីម្សៅស៊ុបស្ករនិងប៊ីចេងបន្តិចរួចដំបូងហ្នឹងគឺខ្ញុំមករៀបចំគ្រឿងរបស់យើងសិនគឺខ្ទឹមបារាំងខ្ញុំហាន់វាស្ដើងបែបនេះរួចហាន់ជីបេះជីហាន់ម្ទេសហាន់ក្រូចរួចខ្ញុំរៀបចំវាទុកឲ្យហើយអញ្ចឹងទៅរួចបន្តមកទៀតហ្នឹងគឺខ្ញុំមករៀបចំគ្រឿងកាត់ឆ្អាបរបស់យើងហ្នឹងដាក់ចានអញ្ចឹងដែរចំណែកឯសាច់គោហ្នឹងគឺខ្ញុំហាន់វាស្ដើងបែបនេះបងប្អូនក្រោយពីរៀបចំគ្រឿងរបស់យើងសពគ្រប់រួចគឺខ្ញុំមកដាក់ដាំទឹកស្ងោរវិញម្ដងទឹកស្ងោរនេះគឺធ្វើតាមមួយផ្លែតអីហ្នឹងគឺបានញ៉ាំហើយគ្រាន់តែទឹកពុះខ្ញុំដាក់គ្រឿងកាត់ឆ្អាបចូលបន្ទាប់មកដាក់ទឹកត្រីប៊ីចេងស្ករនិងម្សៅស៊ុបចូលកូរវាឲ្យរលាយគ្រឿងនឹងសព្វបន្តិចទៅរួចទុកវាឲ្យពុះរួចខ្ញុំមករៀបចំខ្ទឹមបារាំងខ្ទឹមក្រហមនិងសាច់គោរបស់យើងដាក់ចានសិនក្រោយពីរៀបចំសាច់គោដាក់ចានរួចគឺខ្ញុំអាចយកទឹកហ្នឹងមកចាក់ពីលើបានហើយគឺយើងចាក់តន់ក្តៅអញ្ចឹងទៅវាធ្វើឲ្យសាច់គោរបស់យើងហ្នឹងគឺឆ្អិនសព្វល្អបងប្អូនរួចបន្ថែមជាមួយនឹងជីស្លឹកខ្ទឹមម្ទេសនិងក្រូចឆ្មាចូលគឺរសជាតិហ្នឹងថាឆ្ងាញ់ដូចទឹកស៊ុបអញ្ចឹងបងប្អូនហើយយើងញ៉ាំវាក្តៅអញ្ចឹងទៅនិយាយថាបើកម្លាំងណាបងធ្វើការហត់អីកុំភ្លេចសាកធ្វើមួយមុខនេះញ៉ាំណាអរគុណជួបគ្នាវីដេអូក្រោយ